ស្រីនាងគឺជាមេម៉ាយសាច់សខ្ចីញញមួយនៅក្នុងខេត្តកំពង់ធំនាងជានារីដែលមានកូនមួយមេម៉ាយប្តី7ឆ្នាំនាងអត់យកប្តីទេនាងកម្រនឹងនិយាយជាមួយនឹងបរិះណាទាំងអស់នាងវីវក់ទៅនឹងការងារប៉ុន្តែការដែលនាងស្អាតជាងគេដោយសារតែនាងតែងខ្លួននាងពូកែខាងតែងខ្លួនគឺស្រឡាញ់ខ្លួនឯងនាងមេម៉ាយយូគឺប្រកាសជាជូរមាត់ណាស់ទៅហើយតែនាងគ្មានរនណាបានដែលជាគូក្រងរបស់នាងទេនាងតែងតែដេកសម័យរោគបរោះដែលជាដៃគូមកថ្នាក់ថ្នមនាងប៉ុន្តែគ្មានបរោះណាដែលនាងពេញចិត្តនោះទេពេលខ្លះនាងតែងតែដេកសបិនឃើញដេកអោបប្រុសបរោះផ្សេងៗណាតែងសបិនឃើញហើយឬក៏ពេលខ្លះពេលនាងដើរឆ្លងកាត់ផ្ទះអ្នកភូមិផងផ្សេងនាងតែងតែឃើញក្មេងៗមើលរឿងខៀវហើយពេលខ្លះហ្នឹងនាងក៏យកទូរស័ព្ទមកចុចទៅជួប៉ះចូល Telegram ទៅក៏ឃើញរឿងខៀវជាច្រើនពេលខ្លះក៏មានហៀទឹកដែររំភើបញាប់ញ័រខ្លះណាតែនាងមិនអោយណាដឹងទេតែអ្វីដែលនាងមិនអាចលាក់គេចិត្តនោះគឺនាងតែងតែទម្លាប់ងូតទឹកនៅខាងក្រៅគឺមួយទឹកនៅពីងណាគឺនាងតែងតែសម្អាតខ្លួនប្រាណហ្នឹងគឺបង្ហាញរូបរាងកាយហ្នឹងឲ្យអ្នកផ្សេងមើលប៉ុន្តែមិនមែនឲ្យឃើញទាំងអស់ទេគឺឃើញព្រាលអញ្ចឹងណាតែគឺបរោះតែងតែលួចមើលនាងមួយទឹកបាទជារៀងសឹងតែរាល់ថ្ងៃហើយនាងក៏ដឹងដែរតែនាងអត់មាត់ព្រោះនាងតែងតែធ្វើអាកប្បកិរិយាបែបហ្នឹងដើម្បីឲ្យសម្ដែងថានាងស្អាតមែនព្រោះរៀងនាងក៏ស្អាតមុខនាងក៏ស្អាតអញ្ចឹងណាធ្វើឲ្យគេចាប់អារម្មណ៍តែគ្មានវាសនាទេព្រោះអ្នកស្ទើរភ្លើងមុំលូកនាងមិនចោះប៉ុន្មានថ្ងៃក្រោយមកហ្នឹងពេលដែលនាងដើរទៅផ្សារនាងហាក់ដូចជាចាប់អារម្មណ៍នឹងបរិះម្នាក់ហើយក្នុងភូមិមិនដែលឃើញទេបរិះហ្នឹងព្រោះសាយបុតក៏ទៅតែចូលមកក្នុងស្រុកហ្នឹងដែរក៏ជាអ្នកអំពេញហើយហ្នឹងគឺពេលហ្នឹងគឺអ្នកនាងហ្នឹងគឺគាត់ឃើញមិនថាគឺគាត់ចាប់អារម្មណ៍ដោយសារអ្នកហ្នឹងគឺគាត់សាច់ងំហើយសស្អាតហើយញញឹមហើយកសក់ហ្នឹងបែបកូរ៉េទៀតអញ្ចឹងវាជាសពេចមួយរបស់អ្នកនាងនឹងឯងហើយគាត់ឃើញគឺញ័របណ្ដោយហើយដល់ពេលបរិះហ្នឹងងាកទៅក៏ចាប់អារម្មណ៍ដែរព្រោះស្អីក្នុងភូមិពេលដែលបុតគាត់ចូលមកគឺអត់មានឃើញណាស្អាតជាងអ្នកនាងមេម៉ាយហ្នឹងទេប៉ុន្តែពេលហ្នឹងគឺបុតអត់ស្គាល់ទេអត់ដឹងទេអញ្ចឹងណាមិនដឹងថាជានិស័យឬយ៉ាងណាហ្នឹងហើយស្រីនាងគឺកម្មវិធីផ្ទះគាត់ហ្នឹងក៏មានកម្មវិធីមួយហ្នឹងហើយគឺជាកម្មវិធីគូកំណើតរបស់គាត់ផ្ទាល់ហើយក្នុងពេលហ្នឹងគឺមិត្តភក្តិទាំងអស់គឺមកស្គាល់បុតហ្នឹងដែរអញ្ចឹងបុតហ្នឹងចៃដន្យក៏មកផ្ទះហ្នឹងហើយកម្មវិធីរបស់ស្រីនាងអញ្ចឹងណាហើយក៏ធ្វើឲ្យការណែនាំគ្នាអញ្ចឹងស្រីនាងក៏បានស្គាល់បុតក៏បានស្គាល់អញ្ចឹងណាហើយក្នុងពេលហ្នឹងអ្នកទាំងពីរវាហាក់ដូចជាសពេចគ្នាណាគឺនិយាយគ្នារហូតដែរហ្នឹងណាហើយនិយាយច្រឡំទៅក៏បុតក៏ដឹងថាស្រីនាងហ្នឹងគាត់ម៉ាយអញ្ចឹងណាហើយគាត់សួរច្រឡំទៅវាហាក់ដូចជាចូលសាច់រឿងអញ្ចឹងណាហើយក្នុងពេលហ្នឹងគឺគាត់ផឹកយូរទៅដូចជាម៉ោងមិន10យប់ហ្នឹងហើយគាត់រៀងសង្វឹងណាហើយក្នុងពេលហ្នឹងគឺគាត់សើចសប្បាយនិយាយទៅបំភ្លេចទុកកង្វល់អស់ហ្មងមួយកម្មវិធីហ្នឹងគឺស្វឹងទាំងអស់ណាក្នុងពេលហ្នឹងម្នាក់ហ្នឹងអោបកតដាប់តដួសទៅផ្ទះរៀងខ្លួនណាតែពេលហ្នឹងគឺបែរជាបុតបាទហើយនឹងសេនីហ្នឹងគឺទៅអោបគ្នាមិនដេកលឿនរឹងហ្នឹងហើយក្នុងពេលហ្នឹងឯងគឺពេលដែលគាត់បង្ហាញអារម្មណ៍បាទវាហាក់ដូចជាត្រូវសពេចគ្នាដែរណាគឺពួកគាត់បានដេកជាមួយគ្នានៅលឿនរឹងហ្នឹងឯងនិយាយចំទៅលឿនរឹងក្នុងផ្ទះហ្នឹងត្មងហើយអ្នកផ្សេងដឹងហើយព្រោះស្អីគឺបិទភ្លើងអស់ដល់ពេលបិទភ្លើងទៅក៏ពួកគាត់ក៏វិចាប់តំណឹងទៅហើយដល់ពេលព្រឹកឡើងហើយជាម៉ោង4រៀបភ្លឺម៉ោង5ហ្នឹងគឺបើកងើបឡើងទៅក៏វាហាក់ដូចជាលងអស់ហើយណាក្នុងពេលហ្នឹងគឺបុតក៏បាននិយាយថាក្លិនអ្នកមេម៉ាយពិតជាអែមដល់ពេលអញ្ចឹងសេនាងក៏គាត់ឆ្លើយថាមេម៉ាយណាបងតែមេម៉ាយ7ឆ្នាំណាមេម៉ាយក៏មុំសុំចាញ់ណាអញ្ចឹងក្លិនមេម៉ាយធ្វើឲ្យបុតនឹងជាប់ចិត្តមែនតែនហើយមិនទាន់នឹងភ្លឺស្រួលផងពួកគាត់ក៏បានអនុវត្តការចងចាំរបស់គាត់នឹងម្ដងទៀតអញ្ចឹងទៅហើយពេលហ្នឹងគឺពួកគាត់បានស្រឡាញ់គ្នាអញ្ចឹងណាហើយអ្នកផ្សេងអត់ដឹងទេហើយព្រោះសារគាត់ចេញពីនឹងម៉ោង5មកគឺគាត់មកផ្ទះហើយជាងអត់មានអ្នកដឹងទេចាប់ពីថ្ងៃនៅមកសេនាងហើយនឹងបុតហ្នឹងគឺតែងតែរួមមេត្រីគ្នាជារៀងសឹងតែរាល់ថ្ងៃព្រោះអីគាត់ទៅក្រៅអ្នកក្នុងភូមិអត់មានអ្នកដឹងទេគឺពួកគាត់តាក់ទងគ្នាគឺអត់មានប្រាប់ណាទេហើយសេនាងក៏គាត់មិនចង់បង្ហាញដែរហើយបុតក៏គាត់មិនទាន់ចង់បង្ហាញដែរអញ្ចឹងពួកគាត់តែងតែរួមមេត្រីគ្នានៅតាមដើមឈើនៅតាមខ្ទមនៅតាមបង្រឹងផ្សេងៗណាទៅតាមកញ្ចុះផ្សេងៗអញ្ចឹងណាគាត់បានតាក់ទងគ្នានឹងបាន5-6ខែហ្នឹងហើយក្នុងពេលហ្នឹងគឺសេនាងគឺស្រឡាញ់បុតខ្លះហើយបុតហ្នឹងក៏គាត់ស្រឡាញ់ដែរអញ្ចឹងមានថាពួកគាត់ហ្នឹងគឺស្អិតតមុតរាល់ថ្ងៃហ្មងនិយាយសំទៅស៊ីកលៀនគ្នារាល់ថ្ងៃត្មងណារហូតទៅដល់ពេលដែលបុតគាត់ចិត្តទៅវិញហើយក្នុងពេលហ្នឹងគឺសេនាងសឹងតែយំសោកតែមុននឹងគាត់លាគ្នាចុងក្រោយហ្នឹង
គឺសេនាងហើយនឹងបុត្រហ្នឹងគាត់បានទៅជួបទស្សនៈមួយនៅខេត្តកំពង់ធំហ្នឹងឯងទីរួមខេត្តណាពួកគាត់បានជួបបន្ទប់មួយពីរនាក់ហើយគាត់បានសិក្សារាងកាយគ្នាមួយយប់ទល់ភ្លឺហើយខ្លាំងមែនតើមេថាអត់ដេកទេតាំងពីម៉ោង5ល្ងាចរហូតដល់ម៉ោង5ព្រឹកគឺពួកគាត់វាយរហូតមេថាគាត់សិក្សាគ្នាដល់រិចមកយប់ទល់ភ្លឺនឹងតែម្ដងគឺម្នាក់ហ្នឹងព្រឹកឡើងភ្នែកខ្មៅអស់ហើយលុតឡើងមកទៅហឹងណាហ្នឹងឯងក្តីស្នេហារបស់គាត់ហើយពេលហ្នឹងហើយគឺបុតសារភាពថារសជាតិរបស់សេនាងគឺឆ្ងាញ់ហើយផ្អែមហើយសេនាងហ្នឹងគឺក្បាច់គាត់ហ្នឹង99ក្បាច់គឺបង្រៀនបុតឲ្យចេះឲ្យដឹងព្រោះឲ្យសម្អាតបុតហ្នឹងឡើងស្អាតអញ្ចឹងធ្វើឲ្យអារូបភាពចងចាំរបស់បុតមុននឹងគាត់ឡើងទៅភ្នំពេញវិញណាគាត់បានសាររបៀបថាជានារីទី1របស់គាត់ហើយដែលសិក្សារាងកាយហើយអេមហើយកំពុំហើយស៊ីចម្ពូស្អាតទៀតពេលហ្នឹងហើយគឺគាត់បានលាគ្នាត្រឹមហ្នឹងហើយពេលហ្នឹងហើយគឺគាត់ថានឹងសន្យាជួបគ្នានៅពេលដែលគាត់ចប់ការងារហើយសេនាងគឺគាត់យំហើយគាត់ថាគាត់នឹងរងចាំគាត់មិន